ម៉ាក់ធ្វើចោះម៉ាក់ធ្វើបានហើយកូនមានផ្ទៃពោះផងកូនទៅសម្រាប់ចោះប្រពន្ធសម្លាញ់ម៉ាក់កូនទៅធ្វើការហើយណាចាបងបើកឡានប្រយ័ត្នផងណាបងដឹងហើយអាយូឈឺចកេះណាម៉ាក់មិនអីទេម៉ាក់ព្រឹកមិញនេះស្រាប់តែឈឺចកេះឈឺចង់ស្លាប់ហើយអញ្ចឹងមិនអីទេទៅឲ្យកូនលាងម៉ាក់ទៅសម្រាប់ចាគឺឯងនឹងហៅជាអ្នកលាងមិនចង់ឲ្យយើងជាអ្នកលាងសម្អាតទេប្រពន្ធសម្លាញ់ហ៎បងជួយប្រាក់អូនបន្ថែមហ៎ណាបងជួយអូនកូនប្រុសចំនួនប៉ុន្មានហ្នឹងគឺ 20,000 យន់ហ្នឹងម៉ាអូដល់ទៅ20,000ផងឯងមើលទៅស៊ូធីងវាផ្ទៃពួយអញ្ចឹងគឺស័កសមទេទុកលុយនឹងឲ្យម៉ាក់ជាអ្នកទុកវិញស៊ូធីងចាំបាច់យកទៅធ្វើអីម៉ាក់ចាត់ចែងទាំងអស់ហើយហ្នឹងកូនប្រសាឃើញស្រាប់ហើយមិនអញ្ចឹងទេចេះយ៉ាងមិនដែរអូនតាមធម្មតាអូនមិនយកធ្វើអីណាបើអូនចង់ញ៉ាំអីនោះអូនប្រាប់ម៉ាក់ឲ្យទិញទៅណាកុំបារម្ភអីកូនម៉ាក់នឹងមើលថែប្រពន្ធឯងឲ្យបានល្អចេះប្រពន្ធសម្លាញ់អូនញ៉ាំនំអស់ហើយអូនមិនប្រាប់ម៉ាក់ឲ្យគាត់ទិញឲ្យអូនដែរទេអូនបានប្រាប់គាត់ពីថ្ងៃហើយម៉ាក់គាត់ចាស់ប្រហែលជាគាត់ភ្លេចហើយទេដឹងម៉ាក់លោកប្តីបានហើយអូនចេះតែឃ្លានញ៉ាំនឹងណាអូនញ៉ាំតិចបានហើយមិនអីទេអញ្ចឹងចាំបងទីអូនក៏បានដែរប្រពន្ធសម្លាញ់បងទៅក្រៅពី3ថ្ងៃអូននៅផ្ទះកុំធ្វើការធ្ងន់អីណាឮទេមើលពូអូនចោះធំហើយអូនធ្វើអីប្រយ័ត្នប្រយែងផងណាឮទេចេះអូនដឹងហើយម៉ាក់ការងារផ្ទះម៉ាក់ខំធ្វើទាំងអស់អរគុណម៉ាក់ហើយត្រង់បន្តិចទៅណាម៉ាក់មិនបាច់បារម្ភទេកូនម៉ាក់នឹងមើលថែគេឲ្យបានល្អកូនកុំព្រួយអីណាចាកូនទៅសិនហើយម៉ាសាងស៊ូធីងនាងជាណានាងនៅរួនតើអីម៉ែកូនឃ្លានណាមកហូបអាហារចំអិនរួចអស់ហើយមិនក៏ឯងមិនទៅស៊ីទៅម៉ែមកហូបតែប៉ុណ្ណឹងអត់មានធ្វើបន្លែសាច់អីទេអត់មានទេបាយថ្ងៃត្រង់តែប៉ុណ្ណឹងបានហើយបើឯងមិនចូលចិត្តទេទៅធ្វើវាខ្លួនឯងទៅម៉ែកូនមិនចាំមានន័យបែបហ្នឹងទេកូនគ្រាន់តែសាងស៊ូធីងកុំមកធ្វើតរនតរៀននៅមុខយើងឲ្យសោះកុំលេងសើចជាមួយនឹងយើងស៊ីបាយរួចហើយទៅជូតផ្ទះបោសសម្អាតឲ្យយើងផងឯងមានឃើញផ្ទះកាក្រិចដែរទេអាយ៉ាកូនមិនក៏ត្រឡប់មកវិញលឿនម៉េះម៉ាការងារទទួលបានហើយជិះចប់ហើយក៏ប្រញាប់មកទៅអូស៊ូធីងស៊ូធីងអូស៊ូធីងលោកប្តីបងត្រឡប់មកវិញហើយប្រពន្ធសម្លាញ់នេះយ៉ាងម៉េចបានជាអូនទៅមកធ្វើការអញ្ចឹងអាយ៉ាកូនប្រសាក្រែងប្រាប់ឲ្យកូនសម្រាប់ឲ្យស្រួលមិនស្ងាត់កូនលួចមកធ្វើការអញ្ចឹងបានហើយទៅសម្រាប់ចោះប្រពន្ធសម្លាញ់នេះអូនកាត់អីហ្នឹងអូនមិនអីទេថ្ងៃត្រង់អូនញ៉ាំបាយបានតែបន្តិច
មិនអីទេ អញ្ចឹងតោះឆាប់ទៅសម្រាប់សិនទៅបងអូនអង្គុយទៅស៊ូធីងាម៉ាក់ប្រាប់ឯងរួចហើយតាថាកុំញ៉ាំអាហារសម្រន់ច្រើនពេកកូនឃ្លានអីចាំម៉ាក់ទៅធ្វើឲ្យញ៉ាំម៉ាក់នេះរឿងដែលម៉ាក់មើលថែកូនប្រសានោះហេតុអីត្រូវស៊ីត្រីនិងសាច់រាល់ថ្ងៃច្រើននោះស៊ីអាហារល្មមទៅវាបានហើយល្អចំពោះសុខភាពគេហើយម៉ាក់សុធីងនាងមានផ្ទៃពោះ8ខែទៅហើយម៉ាក់ក៏ជាម្ដាយម្នាក់ក៏ធ្លាប់ឆ្លងកាត់ដែរតាម៉ាក់ឲ្យនាងញ៉ាំបែបហ្នឹងយ៉ាងមិនទៅកើតទៅកាលនោះយើងក៏ធ្លាប់បានឆ្លងកាត់ដូចគ្នានឹងតែការមានផ្ទៃពោះ8ខែវាអស្ចារ្យណាស់ហើយបើឯងទ្រាំបានទេឯងមើលថែវាដល់ខ្លួនឯងទៅបងសម្លាញ់ឲ្យបងសំទោសណាដែលពួកបងធ្វើខុសចំពោះអូនបងស្មានតែម្ដាយផងគាត់ស្រឡាញ់អូនដូចស្រឡាញ់បងពេលនេះបងដឹងគាត់ច្បាស់ហើយគាត់ជាមនុស្សល្អតែពីមុខអាក្រក់ពីក្រោយបងសំទោសដែលធ្វើខុសចំពោះអូនទៅមិនអីទេលោកប្តីការនៅចំនួនម៉ែគាត់មានការលំបាកអូនមិនខឹងនឹងគាត់ទេបងកតញ្ញូគោរពដឹងគុណគាត់ណាស់បងខំតមាត់ខ្លាំងជាមួយម៉ាក់ដើម្បីអូនថ្ងៃនេះបញ្ជាក់បានថាអូនជ្រើសយកបងជាប្តីគឺមិនខុសបំណងឡើយអរគុណអូនហើយអរគុណប្រពន្ធសម្លាញ់បងស្រឡាញ់អូន